prefix in ពាក្យបន្ថែមដើម in បាទយើងរៀនជាមួយគ្នាអំពី prefix in ម្ដងណាហើយ prefix in គឺវាអាចនឹងបែកភាគអូខេសូមមើលវីដេអូនេះចប់យើងមិនប្រើតែ in ទៅលើគ្រប់ពាក្យទាំងអស់នោះទេណាពាក្យខ្លះគឺប្រែប្រួលណាបាទចាំតិចទៀតខ្ញុំបញ្យល់លម្អិតជូនឲ្យតោះយើងមើលរយមន័យរបស់វា the prefix in is one of the most common prefixes in the English language. It means not or opposite of negation បាទគេថាពាក្យបន្ថែមដើម in ហ្នឹងគឺជាពាក្យបន្ថែមដើមដែលពេញនិយមបំផុតនៅក្នុងភាសាអង់គ្លេសវាមានន័យថាមិនបាទ not អូខេឬក៏ផ្ទុយពីពាក្យដើមរបស់វាហ្នឹងមានន័យថាវាបដិសេធទៅនឹងពាក្យដើមរបស់វាណាអូខេឥឡូវយើងមកសិក្សាលម្អិតណាហើយ prefix in ពាក្យបន្ថែមដើម in ហ្នឹងបាទវាមានពាក្យអីខ្លះអូខេតោះយើងមើលជាមួយគ្នា example in plus active inactive ប្រែមកថាដែលមិនសកម្មអូខេអញ្ចឹងពាក្យបន្ថែមដើម in បាទ prefix in ហ្នឹងយើងបូកជាមួយនឹងពាក្យactive បាទវាទៅជា inactive អូខេ active យើងប្រែមកថាសកម្មណាដែលសកម្មអូខេហើយដល់ពេល inactive វាទៅជាដែលមិនសកម្មបាទឬក៏មិនសកម្មណាថ្នាក់ពាក្យវាជា adjective បាទជាគុណនាមណាអូខេឃើញទេអញ្ចឹងពាក្យដើមវាគឺ active មែនណាយើងដាក់ពាក្យបន្ថែមដើម in ទៅវាទៅជា inactive ហើយវាបដិសេធបាទឬក៏ផ្ទុយពីពាក្យដើមរបស់វាហ្នឹងណាអូខេយល់ទេបងហ្នឹងបាទតោះយើងមើលមួយទៀត incapable ដែលមិនអាចអូខេបាទ capable គឺដែលអាចណាដល់ពេល incapable គឺដែលមិនអាចឃើញទេបាទវាផ្ទុយពីពាក្យដើមរបស់វាណាincorrect គឺមានន័យថាមិនត្រឹមត្រូវណាដែលមិនត្រឹមត្រូវcorrect គឺដែលត្រឹមត្រូវណាអូខេតែពីជា adjective ណាដល់ពេល incorrect គឺដែលមិនត្រឹមត្រូវឃើញទេបាទផ្ទុយគ្នាណាវាស្មើនឹងពាក្យ opposite of ណាបាទអត្ថន័យវាណាគឺផ្ទុយពាក្យដើមរបស់វាមួយទៀត incomplete បាទ incomplete បាទប្រែមកថាដែលមិនពេញលេញអូខេបាទដែលមិនពេញលេញបាទ complete គឺដែលពេញលេញដល់ពេល incomplete គឺដែលមិនពេញលេញបាទផ្ទុយគ្នាណាអូខេឃើញទេបាទដល់ពេលយើងដាក់prefix in ហ្នឹងទៅណាពាក្យមួយទៀតគឺ invincible បាទ invincible បាទគឺវាផ្ទុយគ្នាណាបាទវាមកពាក្យ vincible គឺប្រែមកថាដែលអាចយកឈ្នះបានបាទដែលអាចវាយកឈ្នះបានណាវាស្មើនឹងពាក្យ beatable អូខេហើយដល់ពេល invincible គឺផ្ទុយគ្នាវាប្រែមកថាដែលមិនអាចវាយកឈ្នះបានអូខេវាស្មើនឹងពាក្យ unbeatable អូខេបាទវាផ្ទុយគ្នាណាដល់ពេលយើងដាក់ prefix in ទៅតោះមួយទៀត invisible គឺយើងប្រែមកថាដែលមិនអាចមើលឃើញអូខេបាទដែលមិនអាចមើលឃើញណាវាផ្ទុយពីពាក្យ visible បាទ visible យើងប្រែមកថាដែលមើលឃើញបាទដែលអាចមើលឃើញណាអូខេដល់ពេល invisible គឺដែលមិនអាចមើលឃើញតោះមួយទៀត insecure បាទតែយើងប្រែមកថាដែលមិនមានសុវត្ថិភាពបាទឬក៏ដែលមិនសុវត្ថិភាពក៏បានដែរណាអូខេវាផ្ទុយគ្នាណាវាមកពាក្យ secure បាទ secure យើងប្រែមកថាដែលមានសុវត្ថិភាពឬក៏ដែលសុវត្ថិភាពឃើញទេដល់ពេលយើងដាក់ prefix in ទៅវាផ្ទុយគ្នាណាបាទតោះមួយទៀត inefficient បាទ inefficient បាទយើងប្រែមកថាដែលមិនមានប្រសិទ្ធភាពអូខេវាមកពាក្យ efficient បាទ efficient យើងប្រែមកថាដែលមានប្រសិទ្ធភាពដល់ពេល inefficient គឺដែលមិនមានប្រសិទ្ធភាពបាទវាផ្ទុយគ្នាណាពេលយើងដាក់ prefix in ទៅណាអូខេមួយទៀត inappropriate បាទ inappropriate យើងប្រែមកថាដែលមិនសមរម្យណាវាមកពីappropriate បាទ appropriate គឺសមរម្យដល់ពេល inappropriate គឺដែលមិនសមរម្យយើងមើលបន្តទៀត inaccurate
inaccurate គឺវាផ្ទុយគ្នាណាវាផ្ទុយពីពាក្យ accurate គឺយើងប្រែមកថាដែលពិតប្រាកដអូខេដល់ពេល inaccurate គឺដែលមិនពិតប្រាកដអូខេវាផ្ទុយគ្នាឃើញអត់ដល់ពេលយើងដាក់ prefix in ទៅណាពាក្យមួយទៀត informal បាទ informal បាទគឺដែលមិនផ្លូវការអូខេបាទដែលមិនផ្លូវការវាផ្ទុយពីពាក្យ formal បាទ formal គឺដែលផ្លូវការដល់ពេល informal គឺដែលមិនផ្លូវការឃើញទេបាទផ្ទុយគ្នាមួយទៀត inexpensive បាទ inexpensive អូខេដែលមិនថ្លៃដែលមិនថ្លៃគឺថោកនឹងអីណាវាស្មើនឹងពាក្យ cheap អូខេយើងសំដៅទៅលើរបស់ប្រើប្រាស់អីណាវាផ្ទុយគ្នាឃើញអត់ expensive គឺថ្លៃដល់ពេល inexpensive គឺដែលមិនថ្លៃឬក៏ដែលថោកក៏បានដែរណាអូខេមួយទៀត indecent 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 គឺមកពាក្យ decent អូខេវាផ្ទុយគ្នាណា decent គឺដែលសុភាពរាបសារនៅពេល indecent គឺដែលមិនសុភាពរាបសារអញ្ចឹងណាឃើញទេបាទផ្ទុយគ្នានេះមួយទៀត indefinite បាទ indefinite ដែលមិនច្បាស់លាស់ឬក៏ដែលមិនជាក់លាក់ឃើញទេវាមកពាក្យ definite បាទដល់ពេល indefinite គឺដែលមិនជាក់លាក់ណាបាទមួយទៀត independent independent បាទប្រែមកថាដែលឯករាជ្យអូខេបាទ dependent ប្រែមកថាដែលមិនឯករាជ្យទៅពេល independent គឺដែលឯករាជ្យពីផ្ទុយគ្នាណាឃើញទេបាទអូខេមួយទៀតគឺ inhuman អូខេ inhuman វាមកពាក្យ human human ប្រែមកថាមនុស្សឬក៏មនុស្សធម៌អញ្ចឹងណានៅពេល inhuman គឺអមនុស្សធម៌ឬក៏អត់មនុស្សធម៌ក៏បានដែរណាអូខេវាផ្ទុយគ្នាឃើញអត់បាទមួយទៀត inflexible inflexible ប្រែមកថាដែលមិនអាចបត់បែនបានបាទវាមកពាក្យ flexible បាទ flexible គឺថាពាក្យជា adjective ណាបាទដែលបត់បែនបាននៅពេល inflexible គឺដែលមិនអាចបត់បែនបានឃើញទេបាទវាផ្ទុយគ្នាណាអូខេពេលដែលយើងដាក់ prefix in ហ្នឹងទៅណាបាទពាក្យបន្ថែមដើម in ហ្នឹងទៅឃើញទេបាទ easy ណាបាទយើងមើលបន្តទៀតexample in plus direct indirect prefix in បូកជាមួយនឹងបាទ direct វាទៅជា indirect គឺប្រែមកថាដែលមិនផ្ទាល់បាទឬក៏មិនផ្ទាល់ណាអូខេវាផ្ទុយគ្នាណា direct យើងប្រែមកថាដែលផ្ទាល់បាទឬក៏ផ្ទាល់ហ្នឹងណាអូខេដល់ពេល indirect គឺដែលមិនផ្ទាល់ឃើញទេនៅពេលយើងដាក់ prefix in ទៅណាអូខេបន្តទៀត indecisive indecisive ប្រែមកថាដែលរារែកឬក៏ដែលរួញរាអញ្ចឹងណាអូខេមួយទៀត inadequate 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 គឺយើងប្រែមកថាមិនគ្រប់គ្រាន់បាទឬក៏ដែលមិនគ្រប់គ្រាន់អូខេវាមកពាក្យ adequate បាទ adequate គឺដែលគ្រប់គ្រាន់នៅពេល inadequate គឺដែលមិនគ្រប់គ្រាន់អូខេវាផ្ទុយគ្នាណាមួយទៀត ineffective ineffective ដែលមិនមានប្រសិទ្ធភាពអូខេបាទដែលមិនមានប្រសិទ្ធភាពអូខេវាផ្ទុយគ្នានឹងពាក្យបាទ effective បាទ effective គឺដែលមានប្រសិទ្ធភាពអូខេមួយទៀត inedible inedible ដែលមិនអាចបរិភោគបានបាទវាមកពាក្យ edible ណាបាទ edible គឺដែលបរិភោគបាននៅពេលយើងដាក់ prefix in ទៅគឺវាផ្ទុយគ្នាណាអូខេមួយទៀត inexperience inexperience បាទដែលមិនមានបទពិសោធន៍អូខេបាទ experience ថាពាក្យជា adjective យើងបន្ថែម d ណាបាទយើងប្រែមកថាដែលមានបទពិសោធន៍អូខេដល់ពេល inexperience គឺដែលមិនមានបទពិសោធន៍ផ្ទុយគ្នាណាអូខេមួយទៀត intolerant intolerant បាទវាមកពី tolerant ដែលអត់ឱនណាដល់ពេល intolerant គឺដែលមិនចេះអត់ឱនឃើញទេបាទផ្ទុយគ្នាណាអូខេមួយទៀត invalid invalid ដែលមិនមានសុពលភាពណាអូខេvalid គឺដែលមានសុពលភាពដល់ពេល invalid គឺដែលមិនមានសុពលភាពផ្ទុយគ្នាណាបន្តទៀត incurable incurable ដែលមិនអាចព្យាបាលជាឬក៏ដែលមិនអាចព្យាបាលបានអញ្ចឹងណា
curable គឺដែលព្យាបាលជាឬក៏ដែលព្យាបាលបាននៅពេលយើងដាក់ prefix in ទៅគឺដែលមិនព្យាបាលបានណាផ្ទុយគ្នាណាតាមួយទៀត inconvenient ដែលមិនងាយស្រួលណាបាទវាមកពាក្យ convenient គឺដែលងាយស្រួលដល់ពេល inconvenient គឺដែលមិនងាយស្រួលផ្ទុយគ្នាមួយទៀត inconsistent ប្រាំថាដែលប្រែប្រួលណាអូខេឬក៏ដែលផ្លាស់ប្ដូរបាទ inconsistent consistent យើងប្រែមកថាមិនប្រែប្រួលណាបាទមិនប្រែប្រួលដល់ពេល inconsistent គឺដែលប្រែប្រួលពីផ្ទុយគ្នាណាមួយទៀត indistinguishable វាមកពាក្យ distinguishable បាទ distinguishable យើងប្រែមកថាដែលគួរឲ្យកត់សម្គាល់ណាដល់ពេល indistinguishable គឺដែលមិនគួរឲ្យកត់សម្គាល់ឬក៏ដែលហួសពីការស្មានក៏បានណាអូខេវាផ្ទុយគ្នាណាមួយទៀត indispensable បាទវាមកពាក្យ dispensable ណាdispensable យើងប្រែមកថាដែលមិនសំខាន់អូខេដល់ពេល indispensable យើងប្រែមកថាដែលសំខាន់វាផ្ទុយគ្នាណាវាស្មើនឹងពាក្យ necessaries អូខេពាក្យមួយទៀត insignificant យើងប្រែមកថាដែលមិនសំខាន់បាទវាស្មើនឹងពាក្យ unnecessary ណាអូខេវាមកពាក្យ significant បាទ significant យើងប្រែមកថាដែលសំខាន់ដល់ពេលយើងដាក់ prefix in ទៅវាដែលមិនសំខាន់ចាអញ្ចឹងណាអូខេមួយទៀត indisputable បាទយើងប្រែមកថាដែលមិនឆ្លុះប្រកែកគ្នាណាបាទវាមកពាក្យ disputable ណាបាទ disputable យើងប្រែមកថាដែលឆ្លុះប្រកែកគ្នានៅពេលយើងដាក់ prefix in ទៅវាដែលមិនឆ្លុះប្រកែកគ្នាបាទ indisputable អូខេ note សូមកត់ចំណាំ prefix in the prefix in can change its spelling depending on the first letter of the root word គេថាពាក្យបន្ថែមដើម in ហ្នឹងបាទ prefix in ហ្នឹងគឺអាចបដូរតួអក្សរបានដោយយោងទៅតាមអក្សរដំបូងនៃពាក្យដើមរបស់វាមានន័យថា prefix in ហ្នឹងគឺដូចខ្ញុំនិយាយកណ្ដាលមកអញ្ចឹងវាអាចប្រែប្រួលបាទអាចប្រែប្រួលដែលគេមិនប្រើ in រហូតទេនេះគឺវាអាចបដូរអក្សរវាពី in ហ្នឹងទៅបាទទៅអក្សរផ្សេងទៀតដោយយោងទៅតាមបាទ root word គឺយោងទៅតាមអក្សរដំបូងនៃពាក្យដើមរបស់វាណាអូខេចាំបន្តិចខ្ញុំបញ្យល់វត្តឲ្យណាបាទយើងមើលនេះ the prefix in will change to im when the root words start with the letter b p m គេថាពាក្យបន្ថែមដើម in ហ្នឹងឯងបាទ prefix in ហ្នឹងឯងវានឹងដូរទៅជាអក្សរបាទ im វិញណាដូរពី in ទៅ im អូខេបាទវានឹងដូរពី in ទៅ im វិញពេលពាក្យដើមរបស់វាផ្ដើមអក្សរ b ឬក៏ p ឬក៏ m អូខេ example យើងមកឧទាហរណ៍នេះ im plus balance imbalance បាទយើងប្រែមកថាភាពមិនស្មើគ្នាឬក៏ភាពមិនស្មើអញ្ចឹងណាយើងឃើញពាក្យ balance វាផ្ដើមដោយអក្សរ b អូខេផ្ដើមដោយអក្សរ b អញ្ចឹងកាលណាគេចង់ដាក់ prefix in តែដោយសារតែវាផ្ដើមដោយអក្សរ b វាទៅជា im វិញឃើញទេបាទវាទៅជា im វិញមិនមែន imbalance ណាគឺ imbalance អូខេបាទយើងប្រែមកថាភាពមិនស្មើមួយទៀត impossible បាទវាមកពាក្យ im បូកជាមួយនឹង possible ឃើញទេដោយសារតែ possible វាផ្ដើមដោយអក្សរ p មែនទេបាទអញ្ចឹងគេដាក់ថា impossible មិនមែន in ទេណាគឺ im បាទគឺ I am អូខេ impossible បាទយើងប្រែមកថាដែលមិនអាចកាត់ឡើងអូខេបាទឬក៏ដែលមិនអាចទៅរួចបានទេណាអូខេពាក្យមួយទៀត im plus mature បាទវាទៅជា immature បាទ mature យើងប្រែមកថាពេញវ័យដែលពេញវ័យដល់ពេលគេដាក់ prefix im ពីមុខទៅបាទវាទៅជា immature គឺដែលមិនទាន់ពេញវ័យណាដោយពាក្យមួយចំនួនទៀតmoral បាទ moral វាទៅជា immoral អូខេ polite វាទៅជា impolite ឃើញទេបាទផ្ដើមអក្សរ p ឬផ្ដើមអក្សរ m ផ្ដើមអក្សរ b ឲ្យតែពាក្យដែលផ្ដើមពាក្យដើមមកវាគេហៅ root word ហ្នឹងផ្ដើមអក្សរ b ឬក៏អក្សរ p ឬក៏អក្សរ m
នៅពេលយើងចង់ប្រើ prefix វាទៅជាបាទគេហៅថា prefix ហ្នឹងគឺដូរទៅជា in វិញហើយចាំទេប៉ុណ្ណឹងយើងមើលបន្តទៀត the prefix in will change to l when the root words start with the letter l គេថាពាក្យបន្ថែមដើម in ហ្នឹង prefix in ហ្នឹងវានឹងដូរទៅជា il បាទនៅពេលដែលពាក្យដើមរបស់វាផ្ដើមដោយអក្សរ l អូខេនេះវាដូរពី in ទៅ il ម្ដងណាមកយើងមើល example ឧទាហរណ៍ il plus legal វាទៅជា illegal អូខេយើងប្រែមកថាដែលខុសច្បាប់ឃើញទេlegal យើងប្រែមកថាដែលស្របច្បាប់ដល់ពេលយើងដាក់ prefix il ទៅវាទៅជាបាទ illegal គឺដែលខុសច្បាប់ឃើញទេបាទវាផ្ទុយគ្នាណាមួយទៀត logical អូខេយើងប្រែមកថាដែលសមហេតុផលនៅពេលយើងដាក់ il ពីមុខទៅបាទវាទៅជា illogical គឺដែលមិនសមហេតុផលឃើញទេវាផ្ទុយគ្នាណាមូលហេតុដែលយើងប្រើ prefix il ដោយសារតែវាផ្ដើមដោយអក្សរ l ឃើញទេបាទនេះអក្សរពាក្យដើមរបស់វានេះផ្ដើមដោយអក្សរ l អូខេអានោះគេហៅ root word របស់វាណាពាក្យមួយទៀត il plus literate វាទៅជា illiterate បាទដែលមិនចេះអក្សរឬក៏ដែលមិនចេះអានអក្សរណាអូខេវាមកពី literate បាទ literate យើងប្រែមកថាដែលចេះអានអក្សរណានៅពេលយើងដាក់ prefix il ទៅវាទៅជាបាទដែលមិនចេះអានអក្សរឬក៏ដែលមិនចេះអក្សរអូខេអានោះគេហៅថា prefix in នៅពេលដែលពាក្យដើមមកវាផ្ដើមដោយអក្សរ l គឺគេដូរទៅជា il ហើយណាបាទដូរទៅជា il ហើយមិនមែនទៅជា in ទៀតទេណាគឺដូចជា illegal បាទillogical បាទ illiterate ឃើញទេបាទអាហ្នឹងគឺគេហៅថាពាក្យបន្ថែមដើម in វាបដូររូបរាងណាបដូររូបរាងចងចាំណាមួយទៀត the prefix in will change to ear when the root words start with the letter r អូខេគេថាពាក្យបន្ថែមដើម in ហ្នឹងបាទវានឹងដូរទៅជា ear អូខេបាទ i on បាទពេលដែលពាក្យដើមរបស់វាហ្នឹងគឺផ្ដើមដោយអក្សរ r បាទណាអូខេយើងមើល example ear plus regular វាទៅជា irregular regular យើងប្រែមកថាធម្មតាឬក៏មិនប្រែប្រួលវាផ្ទុយគ្នាវិញណាដល់ពេលទៅជា irregular គេហៅថាដែលមិនធម្មតាឬក៏ដែលប្រែប្រួលអញ្ចឹងណាអូខេឃើញទេមូលហេតុដែលយើងប្រើ e ដោយសារតែ regular ផ្ដើមដោយអក្សរ r ឃើញអត់យកប្រើ in ទេណាដោយសារតែវាផ្ដើមដោយអក្សរ r ចងចាំណាមួយទៀត ear plus relevant វាទៅជា irrelevant បាទយើងហៅថាដែលមិនតាក់ទងបាទឬក៏ដែលមិនតាក់ទងគ្នាអញ្ចឹងណាវាមកពី relevant អូខេឃើញទេដោយសារតែពាក្យ relevant គឺផ្ដើមដោយអក្សរ r អញ្ចឹងនៅពេលគេប្រើ prefix គឺ ear បាទ ir ណាអូខេមួយទៀត ear plus responsible អូខេវាទៅជា irresponsible ដែលមិនទទួលខុសត្រូវឃើញទេបាទវាមកពី responsible ណាដែលមានទំនួលខុសត្រូវឬក៏ដែលទទួលខុសត្រូវណានៅពេលគេដាក់ prefix ear ពីមុខទៅវាទៅជាដែលមិនទទួលខុសត្រូវណា irresponsible ឃើញអត់អញ្ចឹងសូមចងចាំទាំងអស់គ្នាសម្រាប់prefix in នឹងមួយគឺវាមានការប្រែប្រួលរូបរាងអូខេនៅពេលដែលពាក្យដើមរបស់វាផ្ដើមដោយអក្សរ p អក្សរ b អូខេឬអក្សរ m ដែលហ្នឹងគេដូរទៅជា im មែនទេបាទនៅពេលដែលពាក្យដើមរបស់វាផ្ដើមដោយអក្សរ l គេដូរទៅជា il ដល់ពេលដែលពាក្យដើមរបស់វាផ្ដើមដោយអក្សរ r គេដូរទៅជា ear អញ្ចឹងចាំណាសម្រាប់ prefix in គឺវាប្រែប្រួលរូបរាងណាវាមិននៅតែប្រើ in ដដែលរហូតទេគ្រប់ពាក្យបាទគេបូកបញ្ចូលទៅជាមួយនឹងពាក្យដើមរបស់វាណាឲ្យតែពាក្យដើមរបស់វាផ្ដើមដោយអក្សរដែលខ្ញុំនិយាយកណ្ដើមអញ្ចឹងគឺវាដូរទៅជាបាទ im បាទទៅជា il ទៅជា ear បាទចាំតែប៉ុណ្្នឹងមកណាលែងច្រឡំលែងវែងអូខេសម្រាប់ prefix in អរគុណណាស់សូមចូលរួម subscribe និង share ដើម្បីទទួលបានវីដេអូថ្មីៗទៅទៀតណាសម្រាប់អ្នកមើលតាម YouTube ណាហើយ Facebook ហើយនិង TikTok បាទសូមចូលរួម follow បាទដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតអូខេអរគុណបាយបាយជម្រាបលា